ក្មេងប្រុសអាយុ15ឆ្នាំម្នាក់នេះកំពុងតែមានការល្បីល្បាញខ្លាំងទូទាំងពិភពលោកតាមរយៈការដែលគាត់ទៅយកសម្រាមដែលគេបោះចោលហើយទៅធ្វើរឿងដែលគ្រប់គ្នានឹកស្មានម្ដងដែលគាត់មានឈ្មោះថា Kalu Putik មកពីប្រទេសអ៊ីធីអូពៀដែលគាត់បានទៅប្រមូលសម្រាមដែលជាថាស plastic ឬក៏កង់ឡានខោអាវរហូតដល់ស្បែកជើងមកធ្វើការកែច្នៃជាខោអាវតាមរយៈគំនិតច្នៃប្រឌិតដែលគាត់មានគាត់ចាប់ផ្ដើមធ្វើបែបនេះតាំងតែពីឆ្នាំ2024ដែលដំបូងឡើយគឺគ្មានអ្នកណាគេដឹងនិងស្គាល់ថាគាត់ជាអ្នកណានោះទេរហូតដល់មួយក្នុងចំណោមវីដេអូដែលគាត់បានធ្វើហ្នឹងគឺមានចំនួនអ្នក view ឬហៅថាចំនួនអ្នកមើលច្រើនរហូតដល់ទៅជាង200លានអ្នករឿងដែលគួរឲ្យ surprise ខ្លាំងបំផុតនោះគឺគាត់អត់មាន studio ផ្ទាល់ខ្លួនទេហើយក៏អត់មាន team work ឬហៅថាក្រុមការងារអត់មានលុយក្នុងការបង្កើតអាជីវកម្មអ្វីដែលគាត់មាននោះគឺគ្រាន់តែគំនិតច្នៃប្រឌិតរួមជាមួយនឹងទូរស័ព្ទមួយគ្រឿងតាមរយៈគំនិតច្នៃប្រឌិតរបស់គាត់ដែលមិនទាន់មានអ្នកណាគេធ្វើរហូតធ្វើឲ្យពិភពលោកស្គាល់គាត់ហើយក៏មាន brand ល្បីៗជាច្រើនដែលបានតាក់ទងទៅគាត់ដើម្បីសហការងារជាមួយហើយគាត់ក៏អាចផ្លាស់ប្ដូររលាស់ខ្លួនឯងពីបុគ្គលដែលអត់មានលុយរហូតក្លាយទៅជាបុគ្គលដែលមានលុយរាប់លានដុល្លារទាំងដែលខ្លួនឯងនៅក្មេងទាំងនេះគឺពិតជាបញ្ជាក់មែនទែនថាពេលខ្លះការដែលអ្នកមានគំនិតច្នៃប្រឌិតល្អៗវាពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេហើយវាគឺជាដើមទុនដែលអ្នកមិនចាំបាច់ប្រើប្រាស់លុយសូម្បីតែ100រៀលចាប់អារម្មណ៍ content ល្អៗបែបនេះកុំភ្លេច account Money Freedom គ្រប់គ្រងផលិតផលខ្មែរអ្នកទាំងអស់គ្នាអាចទៅរកជាវបាននៅទឹកភេសជ្ជៈធម្មជាតិស៊ូហ៊ានដែលមានលក់នៅគ្រប់បណ្ដាផ្សារទំនើបទាំងឡាយមិនថាជាម៉ង E24 Wing ឬក៏អាចតាក់ទងទៅផ្ទាល់ជាមួយនឹងម្ចាស់សិប្បកម្មផ្ទាល់ក៏បានដែរហើយយើងមកអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើងទាំងអស់គ្នាជាមួយនឹង account Money Freedom